ថ្ងៃនេះសូមបង្ហាញរបស់នេះបន្តិចប៉ុន្មានបាទហើយជួយពុកម៉ែបងប្អូននេះបាទហើយនេះខ្នាយតាន់ដែលខ្ញុំទុកប្រើខ្លួនឯងបាទទុកប្រើខ្លួនឯងនេះគឺខ្នាយតាន់នេះយូរដែរបងប្អូនបាទហើយខ្ញុំផុសភាសាពិសាដែរខ្នាយហ្នឹងបាទខ្នាយទៅថុកជ្រូកយីហ្នឹងគេហៅខ្នាយតាន់ហ្នឹងបាទហើយនេះនឹងពួនខ្លឹមបក្លូតបាទទុកប្រើខ្លួនឯងនឹងយូរហើយហើយនេះនឹងពួនផ្លុកដំរីនេះពួនខ្លឹមបក្លូតបាទហើយមួយទៀតនេះពិសេសនេះគឺនឹងពួននិស័យបងប្អូនបាទនេះពួននិស័យនេះគឺខ្ញុំធ្លាប់ផុសពី3ដងដែរបាទតែអ្នកសួរច្រើនតម្លៃអត់ត្រូវតម្លៃទេបាទហើយវាចម្លែកចេះបងប្អូនបាទចម្លែកចង់ថាខ្ញុំទុកចោលរាប់ខែនៅក្នុងថង់ហ្នឹងបាទទុកចោលរាប់ខែនៅក្នុងថង់បាទតែជាបែរជានៅតែមានជាតិសំណើមសើមជោគនេះនៅតែមានជាតិសំណើមសើមកគុលមកបងឃើញណាមានជាតិសំណើមតែយូរទៅរត់តែលងទៅផ្លេចទៅបាទគឺសាច់លោករត់ទៅពិសេសបាទគឺខ្ញុំយកមកគឺខ្ញុំជូតគេហៅប្រេងកមួនគេនោះបាទខ្ញុំជូតបានម្ដងហើយបាញ់ទឹកអប់បាទហើយខ្ញុំដាក់ក្នុងថង់រាប់ខែបាទដាក់ថង់រាប់ខែតាមខ្លួនតាមកប៉ៅតាមកតាបជាប់រហូតបាទដល់ពេលដាក់ទៅគេក្រៅនឹងស្ងួតបាទគេក្រៅនឹងស្ងួតនេះខ្លឹមបក្លូតនេះស្ងួតអស់នេះតែគាត់នេះទៅជាអត់ស្ងួតទៅជាសើមកគុលមានជាតិសំណើមអញ្ចឹងហ្មងបាទជាមានជាតិសំណើមសើមជោគតែអញ្ចឹងទៅវិញខ្ញុំឆ្ងល់ដែរនេះបងប្អូនបាទបើកាន់គូអង្គុយខ្មុំអត់មានជាតិសំណើមអីទេតែគាត់នេះនៅមានសំណើមសើមល្អតែយើងកាន់ទៅដូចល្អយើងលាបរាប់ខែហើយបើខ្លះលោកស្រោបលោកបឺតអស់ហើយតែគាត់នេះអត់មានដូចគ្មានជាតិប្រេងជាតិអីទេតែគាត់ដូចល្អសើមមើលទៅរឿងគាត់អញ្ចឹងឯងបាទកន្លែងក្រហមនេះគឺក្រហមរឹតតែដាស់មែនតើបាទពីមុនមកគឺក្រហមនឹងតិចអុចតែឥឡូវក្រហមនេះវាច្រើនទៅបាទខ្ញុំដាក់តាមខ្លួនតាមនឹងពួនភ្លុកដំរីអីនេះខ្ញុំដាក់តាមខ្លួនរហូតទៅបាទហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនបាទនេះជាគាត់ជាបង្ហាញពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាទេបាទនេះជារបស់ផ្ទាល់ខ្លួនបងប្អូនបាទជារបស់ផ្ទាល់ខ្លួនបាទសូមអរគុណច្រើនក៏សូមជម្រាបលាបាទ